បាត់ក៏រត់ជំរាបសួរបងប្អូនអតិថិជនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញ production មួយដែលបងប្អូនអាចយកទៅប្រើប្រាស់យ៉ាងងាយស្រួលភាសា Hikvision ចេញ model នេះគឺ Hikvision Easy Link 55 Kit បងប្អូនអញ្ចឹងនៅក្នុងនោះវាមានឧបករណ៍3គេហៅ all in one ណាបងប្អូនទាក់ទងនឹងកាមេរ៉ា2គ្រាប់ហើយនឹងឧបករណ៍ NVS ដូចជា NVR ហ្នឹងមកគ្រាប់បងប្អូនអញ្ចឹងដូចដែលបងប្អូនឃើញហើយអញ្ចឹងនៅក្នុងមួយប្រអប់នេះគឺទាំងអស់នេះគឺវាមានម៉ាសាតែម្ដងជាប្រភេទ Wi-Fi កាមេរ៉ាហ្នឹងណាហើយចំពោះប្រភេទនេះគឺកាមេរ៉ាPG7 ដែលយើងអាចពង្វល់បាន360 degree ហើយមួយនេះគឺជាប្រភេទ bullet អញ្ចឹង bullet នេះយើង recommend ដាក់នៅទីតាំងដែលនៅតាមរបៀបលក្ខណៈទីតាំងនឹងរឹមឆ្ងាយចាយើងគេអាចបានមើលបានឆ្ងាយល្អចំពោះ bullet មួយនេះចឹងសម្រាប់បងប្អូនដែលជាហាងកាហ្វេក៏ដូចជាគេអាថាមអីតូចមកសំរុំអញ្ចឹងបងប្អូនអាចប្រើប្រភេទនឹងបានបងប្អូននេះអញ្ចឹងទីបងប្អូនអញ្ចឹងអាចដាក់ប្រភេទនឹងទៅអញ្ចឹងតែ3ឧបករណ៍ទេក៏ដុតភ្លើងទៅយើងអាចមើលតាមទូរស័ព្ទដៃបានហើយតែត្រូវប្រកាសថាបងប្អូនមានអ៊ីនធឺណិតណាបងប្អូនអូខេអញ្ចឹងខ្ញុំសូមធ្វើការ unbox បង្ហាញបងប្អូននៅខាងក្នុងថានៅខាងក្នុងវាមានអី special សម្រាប់ប្រដាប់មួយហ្នឹងបងប្អូនចឹងយើងបងប្អូនតែអូខេបងប្អូននេះសម្រាប់ឈុតទី1នេះគឺយកទៅហ្នឹងHikvision Wi-Fi ជាប្រភេទ PDZ ចឹងប្រភេទនេះគឺល្អប្រើបងប្អូនយកទៅនឹងទីតាំងក៏ដូចជាផ្ទះបងប្អូនមានទីតាំងទីធ្លាធំទូលាយយើងគួរប្រើប្រភេទហ្នឹងគឺយើងអាច ray មើលបាន360 degree នេះអានេះគឺកំបិលចឹងបងតែខ្ញុំមិនសូវហ៊ានទាញនេះដូចសារខ្វាយវាខូចស្ពឺវាទេបងប្អូនអាចលឺមកជុំនេះអូខេហើយអានេះគឺខ្សែ network អញ្ចឹងយើងអាចប្រើខ្សែ network ជាមួយ Wi-Fi ក៏បានដែរបើយើងឧទាហរណ៍ថាទីតាំងផ្ទះបងប្អូនឆ្ងាយពីឧបករណ៍ក្បាលម៉ាស៊ីនហ្នឹងយើងអាចប្រើខ្សែ network រត់បានដូចគ្នាដែរបងប្អូនតែធ្វើម៉េចឲ្យវានៅក្នុង network ហើយយើងដល់ភ្លើង12 វ៉ុលវាមាន power វានៅក្នុងហ្នឹងចឹងនឹងសុំបង្ហាញប្រភេទទូទៀតនៅក្នុង Z ហ្នឹងតែម្ដងហើយនៅក្នុងហ្នឹងវាមានវាមកភ្ជាប់ជាមួយនឹងall in one ទាក់ទងនឹងដុំហ្នឹងវាមានដុំ NVS ដុំកាមេរ៉ាហើយនឹងដុំកាមេរ៉ា2ហើយមានគ្រឿងមួយចំនួនហ្នឹងទៀតគឺមានទាក់ទងជាមួយនឹងសភៅណែនាំសម្រាប់បងប្អូនដែលទិញទៅយកទៅសម្រាប់ខ្លួនឯងបងប្អូនអាចមើលតាមការណែនាំរបស់គេនៅលើហ្នឹងក៏បានហើយមួយទៀតបើបងប្អូនអត់ច្បាស់បងអាចសាកសួររំខាងជាងយើងក៏យើងអាចបង្រៀនបងប្អូនឲ្យចេះជាប់ចេះប្រើនៅក្នុងហ្នឹងហើយមួយទៀតនេះគឺខ្សែ network ដែលយើងប្រើសម្រាប់ភ្ជាប់ឧបករណ៍ NVS របស់យើងហ្នឹងទៅកាន់អ៊ីនធឺណិតណាបងប្អូនដើម្បីអាច remote មើលតាមទូរស័ព្ទបានអញ្ចឹងចំពោះប្រភេទ model ហ្នឹងគឺងាយស្រួលមែនទែន remote មើលតាមទូរស័ព្ទយើង remote ឧបករណ៍តែមួយយើងអាចមើលបានពីឧបករណ៍ហ្នឹងទាំងដងអូខេហើយទៅទៀតខ្ញុំនឹងបង្ហាញកាមេរ៉ានិងក្បាលម៉ាស៊ីនអញ្ចឹងខ្ញុំសូមបង្ហាញកាមេរ៉ាអស់សិននៅក្នុងហ្នឹងគឺវាមានលេខមួយទៀតអាចបងប្អូននេះបងប្អូនចំពោះ bullet ហ្នឹងគឺវាធន់នឹងកម្ដៅថ្ងៃឬក៏យើងដាក់នៅខាងក្រៅហៅ outdoor camera ចឹងរូបរាងក៏វាស្អាតដែរមួយហើយចំពោះកាមេរ៉ាហ្នឹងគឺវា4មេហ្គាពិសាទាក់ទងនឹងភាពច្បាស់ល្អចឹងពេលថ្ងៃនិងពេលយប់ទៀតវាមានអាក្បាលម៉ាស៊ីននេះចុងក្រោយហ្នឹងគឺនេះក្បាលម៉ាស៊ីន Hikvision និង NVS ហ្នឹងឯងចឹងយើងអាចដាក់ memory ជាការ recommend បងប្អូនទិញ512ដាក់ទៅដើម្បីវា record បានយូរហើយ
ទាក់ទង memory ហ្នឹងវា support បានរហូតដល់5 12បងហើយនៅក្នុងក្បាលម៉ាស៊ីនហ្នឹងវាជាប្រភេទ4 channel អញ្ចឹងបើបងប្អូនទិញទៅមួយឈុតហ្នឹងអត់គ្រាន់អញ្ចឹងបងប្អូនអាចទិញខាងក្រៅថែម2គ្រាប់ទេអាចដាក់ចូលក្បាលម៉ាស៊ីនហ្នឹងបាទអញ្ចឹងបងប្អូន remote មើលតែម៉ាស៊ីននេះមួយយើងអាចមើលកាមេរ៉ាបានទាំងអស់ហើយដាក់ memory ទៅយើងអាចមើលពេលដែលយើងចង់ថយក្រោយមើលវីដេអូនៅពេលដែលមានសកម្មភាពអីឬហេតុការណ៍អីយើងអាចមើលបានហើយនេះគឺសម្រាប់យើងដុតខ្សែ network ខ្សែ network ដើម្បីមានអ៊ីនធឺណិតយើង remote បានតាមទូរស័ព្ទហ្នឹងបងប្អូនហើយនឹងនេះគឺសម្រាប់ដុតភ្លើងអញ្ចឹងយើងត្រូវប្រកបឧបករណ៍ទាំងអស់គឺដុតភ្លើងហើយវាអាចដុតមក adapter របស់វាគឺមាន12 V នៅក្នុងប្រអប់វាមាន3ស្រាប់ឯងបងប្អូនហើយសម្រាប់វីដេអូក្រោយអញ្ចឹងបើបងប្អូនមានចំណាប់អារម្មណ៍ចឹងបងប្អូនអាចសាកសួរតម្លៃឬក៏របៀបនៃការតម្លើងបានបងប្អូនអញ្ចឹងខាងពួកខ្ញុំអាចបញ្រៀនបងប្អូនឲ្យចេះតម្លើងដើម្បីយកទៅប្រើប្រាស់ហើយក៏ពេលដែលមានបញ្ហាអីក៏ខាងយើងខ្ញុំជួយ support បងប្អូនដូចគ្នាដែរអញ្ចឹងកុំបារម្ភបងប្អូនចំពោះជាវនៅមួយសេតហ្នឹងទៅអញ្ចឹងបញ្ជាក់បងប្អូនមួយសេតហ្នឹងគឺវាមាន2កាមេរ៉ាហើយនឹងក្បាលម៉ាស៊ីនមួយបងប្អូនចង់អេតប្រធានទៀតបានបងប្អូនអូខេចឹងវីដេអូនេះខ្ញុំមានប៉ុណ្្នឹងទេបងប្អូនសម្រាប់វីដេអូក្រោយៗខ្ញុំនឹងបង្ហាញបងប្អូននៅការadd ចូលទូរស័ព្ទដៃក៏ដូចជា remote មួយចំនួនអូខេចឹងអរគុណបងប្អូនទាំងអស់គ្នា